chẳng đam bay bạc cao user bán dương aiចូលទៅអា main menu វានេះអា4ជ្រុងចុចនេះយើងចុចតម្លាក់អាហ្នឹងមកបើជា user ធម្មតាផែអត់ឃើញដូចខ្ញុំទេអញ្ចឹងណាអញ្ចឹងយើងអាចវាយពាក្យកន្លែង search ខាងលើនេះវាយដាក់ user ទៅឃើញហើយនេះ user មួយខាងក្រោមនេះអញ្ចឹងយើងចុចបើកវាមកវានឹងចេញផ្ទាំងនេះមកបាទតោះមកយើងចូលទៅ user នេះចុចមក user មកវាលោតទាំងនេះឥឡូវ user យើងមានប្រហែលអ្នកហ្នឹងទេនេះមានគ្រូភ័ក្រមានសូឌីមាន net ដែលបង្កើតមិញហ្នឹងហើយនឹង Sonita នេះនៅណាពីណាគេអូខេហ្នឹងហើយមាន3 4អ្នកហ្នឹងអញ្ចឹងណាអញ្ចឹងដើម្បីបង្កើតថែមយើងចុចទៅ new user នេះមកគឺបង្កើតបានហើយអញ្ចឹងណាបាទអញ្ចឹងដើម្បីបង្កើត user មួយយើងត្រូវធ្វើអីខ្លះយើងចុច new មកនេះវាចេញផ្ទាំងនេះអញ្ចឹងខ្ញុំបង្ហាញនេះដើម្បីអីដើម្បីអ្នកដែលត្រៀមនេះប្រព័ន្ធហ្នឹងគឺនៅពេលដែលគាត់កាន់នៅតាមខេត្តគាត់អាចបង្កើត user នៅគ្នាគាត់នៅខេត្តហ្នឹងឲ្យគ្នាគាត់ហ្មងក៏បានឬក៏ឲ្យសូឌីបង្កើតពីនេះទៅក៏បានអញ្ចឹងណាប៉ុន្តែជាទូទៅអ្នកបង្កើត user មិនគួរឲ្យអ្នកនៅខេត្តផ្សេងនេះអ្នកណាអ្នកកាន់ប្រព័ន្ធហ្នឹងអ្នកបង្កើតកុំឲ្យច្រឡំច្រឡំគ្នាបាទអញ្ចឹងទី1គឺ username នេះអាកន្លែងដែលមានផ្កាយនេះគឺចាំបាច់ត្រូវតែដាក់អាផ្កាយនៅកតុយហ្នឹងគឺ require ហ្មងគេដាក់អញ្ចឹង username ឧទាហរណ៍ខ្ញុំបង្កើតភក្តីASD username email ចាំដាក់តាមក្រោយឈ្មោះភក្តីអញ្ចឹងណាភក្តីអញ្ចឹងដល់ពេល interface កន្លែងនេះបើសិនជាយើងចង់ឲ្យគាត់ lock ពេល lock មកឲ្យលោតជាភាសាខ្មែរយើង select យកភាសាខ្មែរទៅឲ្យគាត់ណាបាទតែបើឲ្យជាទូទៅអង់គ្លេសទៅស្រួលមើលអញ្ចឹងណា database ក៏ដូចគ្នាបើឲ្យគាត់ភាសាខ្មែរយើង select ខ្មែរមកបាទបន្ទាប់មក password កន្លោះនេះគឺ password ណា password គឺមានន័យថាគេឲ្យដាក់រៀង complex បន្តិចនៅក្នុងហ្នឹងចន្លោះពី8ដល់72តួអក្សរលេខបូករួមទាំងលេខអក្សរតូចអក្សរធំលេខសញ្ញាអញ្ចឹងគេអត់ឲ្យដាក់អក្សរតូចសុទ្ធឬក៏លេខសុទ្ធទេដាក់បានទេអញ្ចឹងណាបើថាខ្ញុំដាក់ឲ្យភក្តីដាក់ A អក្សរធំ SD អក្សរតូច add 2025សញ្ញាទានសាស្ត្រនឹងជ្រូកអញ្ចឹងខ្ញុំដាក់ចេះ A អក្សរធំមួយមាន A អក្សរធំមួយបាទអញ្ចឹងវាយដូចគ្នា A SD add 2025សញ្ញាទានជ្រូកដល់ពេល account expire date អានេះកន្លែងនេះគឺមានន័យថាបើសិនជាយើងចង់ឲ្យ account ហ្នឹង expire ក្នុងកំឡុងពេលណា3ខែឲ្យគាត់ដូរ password ខ្លួនឯងម្ដងណាខ្លាចគីឡូគាត់មានបែកធ្លាយ password ទៅណាទៅគេ lock ចូលរបស់គាត់ទៅលុបទិន្នន័យអីចឹងណាអញ្ចឹងបើយើងតម្រូវឲ្យគាត់ដូរយើងកំណត់កន្លែងនេះតែបើយើងអត់តម្រូវទេមិនបាច់ដាក់ទេឲ្យគាត់ lock ចូលហើយគាត់ទៅដូរខ្លួនឯងនេះគាត់ចូលមកកន្លែង user profile គាត់ទៅគាត់ចូល account security ហើយគាត់ដូរ password ខ្លួនឯងទៅបាទដូរបានខ្លួនឯងអញ្ចឹងបន្ទាប់ពីហ្នឹងមកគឺ contact detail នេះដាក់មកលេខទូរស័ព្ទគាត់ Facebook គាត់ WhatsApp អីបើសិនជាមាន Telegram អីដាក់ទៅអញ្ចឹងណាបើអត់ក៏អត់ទៅបាទបន្ទាប់មកគឺកន្លែងនេះគឺសំខាន់នេះកន្លែងនេះមានន័យថា user ភក្តីហ្នឹងអាចឲ្យគាត់គ្រប់គ្រងខេត្តណាបើសិនជាគាត់ប្រធាននៅខេត្តកំពង់ចាមយើងធីកទៅកំពង់ចាមមួយទេឲ្យគាត់អញ្ចឹងពេលគាត់ log មកគាត់ឃើញតែមួយខេត្តហ្នឹងកំពង់ចាមនៅក្នុងប្រព័ន្ធហ្នឹងណាគាត់អាចមើលឃើញខេត្តផ្សេងទេតែបើគាត់ជា admin ហ្មងធីកកម្ពុជានឹងឲ្យគាត់តែហ្មងអញ្ចឹងគាត់មើលឃើញទាំងអស់បាទកម្ពុជាអញ្ចឹងទៅហើយបន្ទាប់មកគឺសិទ្ធិរបស់គាត់បន្ទាប់ពីយើងកំណត់ខេត្តឲ្យគាត់ហើយចូលដល់សិទ្ធិនេះសិទ្ធិគាត់ជា data entry ជា manager ឬក៏ជា super user អញ្ចឹងណាបើគាត់ជា manager level ដូចសូឌីឯងដូចគ្រូភ័ក្រដូចអីហើយអញ្ចឹងណាបាទបើយើងដាក់ manager មានន័យថាគាត់នេះអាចគ្រប់គ្រងបានលើ data entry អញ្ចឹងណាបាទអញ្ចឹងយើងដាក់ manager បន្ទាប់មកកន្លែងហ្នឹងគឺអត់មានអីថែមទៀតទេយើងអាច create ចុច create user ទៅជាការស្រេចកន្លែងហ្នឹងណាអញ្ចឹងចុចតែប៉ុណ្្នឹងទៅវានឹងបង្កើត
user ភក្តីហ្នឹងមួយទៀតឲ្យអញ្ចឹងពេលភក្តី lock ទៅភក្តីមើលឃើញទូទាំងប្រទេសអញ្ចឹងណាកម្រងខេត្តណាក៏គាត់មើលឃើញដែរអញ្ចឹងណាអាហ្នឹងរបៀបបង្កើត user គឺមានតែប៉ុណ្្នឹងឯង